Chào chú lịch sử của thì từng ốc ní là ngày trước đợt chiều video muốn nhung bàn vừa chiều khâm sa rum tam ở tầm rộng phi mùi đọc bùng quỷ chẳng hết chắc là lỡ ngày đấy cứ nhung một hàng pi đặc biệt là do là bài ca balance trên pi và pon thì ngày này bao giờ vô một đồng lá chia là bài ca balance ta tam category rồi cả tam template bọc bồn đà chắc đập bài video nó còn ở video để các bạn mới chắc nhung nâng chia chia phòng bài ta tam category vui mũi bọc bồn đà nhé trước đây nó không lý cứ địa tựa rắn tao chỉ các cực trong cả bà trai không chỉ làm được nhiều các buồn mùi mùi đời này nít nhưng mà bà hắn cứ tẹt tao cho mùi là bài cá và các buồn sắp đặt cho năm people mà phải làm á chắc nó không thì bài nó cứ nhung bà hắn nó không chịu nói bấy ca điệp trong tập tay mò kia bà xã kết năng đập pi rồi sao ta nó không bị sai ân tin OCI bao giờ phía trên miền đập pi nó nghỉ để ở miền là tập hiệp cả là việc sẽ để cả là mà chưa ra anh tái tẹt tôi cho mỗi đập môi pi bay buồn phèn nữa đại không trong năm buồn đã có bùng bài nan cả là sạch đại dương hàng tụi tớ hay tập việc sẽ để thử mình một con buồn nó miền pi đập đập pi vẫn tái là tập hiệp để cả là để miền bà lên được không bị sai OCI bao giờ hiện trên tụi tớ miền thẩm tập pi để bayនឹងđập piនឹងកាលឡើងនៅពេលណាកាលឡើងនៅពេលដែល category របស់យើងទាំងអស់ហ្នឹងអត់មាននៅក្នុងពី A4 A5 A6 ដូចជាឧទាហរណ៍ដូចក្នុង A7 នេះយើងឃើញគាត់ដាក់ថារោងចក្រក្រៅពីអគារនិងបរិក្ខារអញ្ចឹងអាចដូចយើងឃើញអញ្ចឹងក្រុមហ៊ុនរោងចក្រខ្លះគាត់ជាប្រភេទរោងចក្រកាត់ដេរអញ្ចឹងជាទូទៅគាត់ត្រូវចំណាយលើការសង់រោងចក្រសង់ទិញដាក់សម្ភារៈបរិក្ខារផ្សេងៗដើម្បីសភ័ផលិតកម្មហ្នឹងអញ្ចឹងគាត់ច្បាស់ជាត្រូវតម្លើងនៅក្នុង A7 ហ្នឹងហើយក្រុមហ៊ុនខ្លះទៀតគាត់មានតាក់ទងជាមួយនឹងការចំណាយការបង្កើតសហគ្រាសដំបូងនេះ A9 ហ្នឹងក៏អាចមាននៅក្នុងវិស័យយើងដែរជាទូទៅក្រុមហ៊ុនដែលគាត់ទៅបង្កើតថ្មីគាត់មានចំណាយច្រើនដើម្បីរកការបង្កើតជាក្រុមហ៊ុនចោះឈ្មោះទៅក្រសួងពាណិជ្ជកម្មទៅអីផ្សេងៗដែលពាក់ព័ន្ធជាមួយក្រសួងពាក់ព័ន្ធដើម្បីសុំច្បាប់អីហ្នឹងគឺគាត់អាចប្រមូលចំណាយបង្កើតដំបូងហ្នឹងមកជាចំណាយបង្កើតសហគ្រាសហើយធ្វើរំលោះទៅតាមច្បាប់នៅក្នុងច្បាប់ពុទ្ធគឺតកតងជាមួយនឹងការទទួលស្គាល់ចំណាយបង្កើតសហគ្រាសដំបូងហ្នឹងគឺមានច្បាប់ដែលតម្លៃអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំអត់លំអិតទេអញ្ចឹងអ្វីដែលខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាគឺខ្ញុំបង្ហាញតែ A3 និង A12 ដែលសារតែលទ្ធភាពនៃការកើតឡើងនៅក្នុងវិស័យរបស់យើងវាមានច្រើនដូច A3 នេះទូទៅមានច្រើនដូចជាការតុបតែងលម្អដីធ្លីឬក៏បោះធ្វើ branding របស់អគារអីផ្សេងៗហ្នឹងវាមានច្រើនជាទូទៅដូចពួកយើងអញ្ចឹងយើងអត់ចំណាយលុយទៅទិញដីទិញអគារទាំងមូលឯភាគច្រើនគឺយើងជួលប៉ុន្តែការជួលនេះគឺយើងបានប្រមអគារប៉ុន្តែស្ថាប័នមួយសុទ្ធតែមាន branding មានឈ្មោះមានអីអញ្ចឹងចំណាយដែលគាត់ទៅដាក់ branding ធ្វើ branding ហ្នឹងគឺយើងត្រូវបានគេចាត់ទុកថាជាចំណាយដែលតកតងជាមួយនឹងការតុបតែងផ្សេងៗយកមកដាក់ចូលក្នុងហ្នឹងណាចាអញ្ចឹងយើងត្រឡប់មកមើល balance sheet ជាក់ស្ដែងដែលយើង export GP system ដូចនេះbalance sheet របស់ក្រុមហ៊ុនដែលខ្ញុំយកមករៀបចំជារបាយការណ៍ប្រកាសពន្ធសម្រាប់ឆ្នាំ2025អញ្ចឹងយើងឃើញនេះទម្រង់ balance sheet របស់គាត់នេះ chart account នេះឈ្មោះគណនីនេះជាសំតល់សាច់ប្រាក់អញ្ចឹងឥឡូវខ្ញុំនិយាយពីតកតងជាមួយ fixed asset ឬ non current asset នោះអញ្ចឹងយើង scroll down ទៅតកតងជាមួយតែផ្នែកដែលពាក់ព័ន្ធក្នុងចំណុច A3 និង A12 របស់យើងអញ្ចឹងវាឃើញថា A3 របស់យើងគឺគាត់និយាយពីលំអអគារតកតងជាមួយចំណាយអគារអញ្ចឹងចំណាយអគារលំអដីធ្លី branding អីផ្សេងៗនេះអញ្ចឹងកន្លែងហ្នឹងគឺយើងឃើញគាត់ record មកវាមានទឹកលុយប៉ុណ្ណឹងតែនៅក្នុងហ្នឹងក៏គាត់មានតកតងជាមួយនឹងការធ្វើរំលោះដែរអញ្ចឹងដើម្បីយើងរកឃើញnet book value របស់យើងទៅដាក់នៅក្នុង balance sheet គឺយើងយកពីអស់ស្រេចគ្នាយកខបូកជាមួយនឹង accumulate យើងឃើញ net book value នៅក្នុងនេះឃើញមិនឃើញ2លានជាងអញ្ចឹងកន្លែងនេះគឺ A3 អញ្ចឹងនៅក្នុងនេះគឺយើងត្រូវយកតួលេខប៉ុណ្ណឹងមកតម្លាក់ចូលនៅក្នុងការតុបតែងហ្នឹងណាចាអញ្ចឹងអាចយកផាសមកចូលណាបើនៅក្នុងទម្រង់អស់នេះដោយសារតែយើងដោយសារដូចថាជាខ្ញុំអញ្ចឹងខ្ញុំមានទម្រង់នៅ chart account ស្រាប់អញ្ចឹងគឺជាទូទៅគឺខ្ញុំអត់អង្គុយផាក់មួយដូចតែទាំងអស់គ្នាព្រោះដោយសារតែក្រុមហ៊ុនរបស់គាត់មាន chart account រាប់ពាន់អញ្ចឹងយើងអត់អង្គុយធ្វើមួយឯងអញ្ចឹងជាទូទៅខ្ញុំនឹងចងជា template សម្រាប់
ឲ្យពេលដែលយើងតម្លាក់ original balance sheet មកវានឹងរត់អូតូប៉ុន្តែបើអ្នកទាំងអស់គ្នាកាន់ត្រឹមតែក្រុមហ៊ុនមួយទេអ្នកទាំងអស់គ្នាអាចធ្វើមិនយូរដូចខ្ញុំធ្វើចឹងណាអញ្ចឹងបានន័យថានៅក្នុង balance sheet A3 នេះគឺទឹកលុយនៅក្នុងឆ្នាំ2025ហ្នឹងគឺមានប៉ុណ្នេះណាអូខេមាន2លាន90បន្ទាប់មកទៀតនៅក្នុងអស់នេះគឺគាត់អត់មានទេ A5 គាត់មាន A6 គាត់មាន A7 គាត់មាន A8 A9 10អញ្ចឹង11ក្រៅពីអស់ហ្នឹងគឺពន្ធដារគាត់អាឡូឲ្យយើងដាក់ចូល A12 ទាំងអស់គេហៅថាទ្រព្យសកម្មរយៈពេលវែងរយៈពេលវែងផ្សេងចាអញ្ចឹងខ្ញុំមើលយើងមានអីគេខ្លះមាន furniture មាន feature មាន computer មាន equipment ហើយនឹងរំលោះអញ្ចឹងអ្នកទាំងអស់គ្នាឃើញ format ខ្ញុំណាអញ្ចឹងខ្ញុំនឹងសាំចូលគ្នារៀបរៀងថ្លៃដើមជាមួយនឹង accumulate ទាំងអស់ដើម្បីរកឃើញ net book value ដែលមាននៅក្នុង balance sheet ឆ្នាំថ្មី2025នេះនៅពេលដែលយើងឃើញប៉ុណ្្នឹងមកនឹងគឺជា A12 working នេះគឺ working នៅក្នុងលើ balance sheet ដែលយើង export ជាប្រព័ន្ធគណនេយ្យមកហើយ working នេះពេលដែលធ្វើឲ្យអ្នកទាំងអស់គ្នាត្រូវសេវទុកដើម្បីអីនៅពេលដែលពន្ធដារគាត់ចុះមក audit គឺយើងមានជា reference មានអីផ្សេងហើយក៏វាជាការ support របស់យើងដែលថាហេតុអីបានឆ្នាំ2025ហ្នឹងយើងកណនាមកឃើញតួលេខប៉ុណ្ណឹងព្រោះអ្នកទាំងអស់គ្នាអត់អាចចាំគ្រប់រឿងទេព្រោះការងារគណនេយ្យនេះមួយឆ្នាំទៅមួយឆ្នាំតួលេខប្រែប្រួលអញ្ចឹងនៅពេលដែលយើងធ្វើអីមួយត្រូវតែរក្សាទុកទាំង supporting document ជាមួយនឹងfile ផ្សេងដែលពាក់ព័ន្ធអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញថាឥឡូវនេះ balance sheet របស់យើងតាក់ទងជាមួយនឹងទ្រព្យសកម្មរបស់យើងនៅក្នុងនេះគឺមានតែប៉ុណ្្នឹងទេយើងបានតម្លើងរួចហើយនៅក្នុង non current asset តែបើសិនអ្នកទាំងអស់គ្នាក្រុមហ៊ុនអ្នកទាំងអស់គ្នាមានអ្នកទាំងអស់គ្នាគាត់ទៅបំបែកចេញពីខ្ញុំមកថាឥឡូវខ្ញុំជាក្រុមហ៊ុនរោងចក្រខ្ញុំជារោងចក្រអញ្ចឹងអ្នកទាំងអស់គ្នាគាត់បំបែកមើលថាតើរោងចក្រហ្នឹងមានអីខ្លះសំណង់អាគារឬក៏អីផ្សេងហ្នឹងមានប្រហែលអ្នកទាំងអស់គ្នាបំបែកចូលមក category នេះមកបំបែកចូលទៅតាមមួយបើសិនជាអ្នកទាំងអស់គ្នាថាឥឡូវខ្ញុំក្រុមហ៊ុនរបស់ខ្ញុំគឺខ្ញុំជួលតែដីទេខ្ញុំមានសំណង់អាគារសហគ្រាសខ្លួនឯងអញ្ចឹងអ្នកទាំងអស់គ្នាដាក់ចូលមកកន្លែងនេះមកអញ្ចឹងណាដាក់ចូលមួយមកសល់ប្រហែលដែលក្រៅពី category ដែលគេអត់បញ្ជាក់ច្បាស់លាស់គឺយើងចូលទៅក្នុង A12 តែសំខាន់ធ្វើម៉េចឲ្យក្នុង non current asset របស់យើងបូកចូលគ្នាមកត្រូវតែស្មើជាមួយនឹង balance sheet fixed asset balance sheet របស់យើងជាក់ស្ដែងនៅក្នុងឆ្នាំនៅក្នុង balance sheet ដែលយើង export ពីប្រព័ន្ធគណនេយ្យអ្នកទាំងអស់គ្នាឃើញទេបូកចូលគ្នាមកឃើញ55លាន773អញ្ចឹងមើល balance sheet របស់យើងសរុបនេះឃើញបាន55លាន773អញ្ចឹងសួរថា balance sheet របស់ពន្ធដារជាមួយនឹងគណនេយ្យខុសគ្នាយ៉ាងម៉េចការពិតសមតលចុងក្រោយដែលខាត់ត្រូវតែស្មើគ្នាគ្រាន់តែ category របស់ system ប្រព័ន្ធគណនេយ្យរបស់យើងអត់អាចដូចទៅក្នុងប្រព័ន្ធគណនេយ្យទៅដូចទៅនឹង template របស់ពន្ធដារទេដោយសារ template របស់ពន្ធដារគឺគាត់បំបែកលម្អិតជាងប្រព័ន្ធគណនេយ្យរបស់យើងអញ្ចឹងណាយើងឃើញឥឡូវយើងគាត់រួមថាវាមានអីគេ furniture feature អីផ្សេងប៉ុន្តែពន្ធដារគាត់អាចឲ្យយើងទៅបំបែកតាម category របស់គាត់នឹងអញ្ចឹងគាត់ទៅយកតួលេខសរុបរបស់ប្រព័ន្ធគណនេយ្យមកបំបែកទៅតាម category របស់ពន្ធដារទេតែលទ្ធផលចុងក្រោយគឺដូចគ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមកបំបែកហើយអត់ស្មើជាមួយនឹងសមតុល្យដែលមាននៅក្នុង balance sheet របស់យើងបានន័យថាអ្វីដែលអ្នកទាំងអស់គ្នាទាញមកគឺអត់ទាន់គ្រប់គ្រាន់ទេអត់ទាន់គ្រប់គ្រាន់ឬក៏អាចខ្វះអីឬលើសអីបើសិនបើយើងឃើញថាលើសនៅក្នុង template សមតុល្យនៅក្នុង template ពន្ធដារលើសពីនោះបានន័យថាអ្នកទាំងអស់អាចដាក់តួលេខមក double នៅក្នុងចំណុចមួយណាហើយតែបើសិនជាយើងឃើញសមតុល្យនៅក្នុងទម្រង់ template របស់ពន្ធដារតិចជាងបានន័យថាអ្នកទាំងអស់គ្នាទាញទិន្នន័យ extract ពីប្រព័ន្ធគណនេយ្យយកមកដាក់ចូល template ពន្ធដារខ្វះឆាតគណនេយ្យមួយណាអញ្ចឹងយើងត្រូវទៅរកវិញធ្វើម៉េចចុងក្រោយលទ្ធផលត្រូវទៅដូចគ្នាណាអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំសូមបង្ហាញថាប៉ុណ្ណឹងអរគុណ